បាទជាសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយនេះបាទអញ្ចឹងវីដេអូមួយនេះដែរបាទគឺជាការបង្ហាញបងប្អូនបាទពីរបៀបនៃការចិញ្ចឹមកណ្ដូបបាទរបស់បងស្រីរបស់ខ្ញុំបាទនៅស្រុកកំណើតណាបាទខ្ញុំមកលេងស្រុកទៅបាទឃើញគាត់ចិញ្ចឹមល្អបាទអញ្ចឹងក៏ថតបងប្អូនបានទស្សនាបន្តិចបាទអញ្ចឹងក៏បានសាកសួរគាត់ខ្លះដែរបាទពីរបៀបនៃការចិញ្ចឹមកណ្ដូបបាទអញ្ចឹងក្នុងវីដេអូនេះបាទខ្ញុំនឹងបង្ហាញបងប្អូនបាទពីការចិញ្ចឹមកណ្ដូបបាទហើយកណ្ដូបនេះបាទគឺជាកណ្ដូបដែលគេចិញ្ចឹមនឹងឯងបាទហើយក៏វាងាយស្រួលមែនទែនបាទក្នុងការភ្ញាស់បាទក្នុងការចិញ្ចឹមបាទហើយជាពិសេសអ្វីដែលចំណុចពិសេសរបស់វានោះគឺវាស៊ីតែស្មៅតែប៉ុណ្ណោះបាទគឺវាអត់មានទាមទារចំណីអត់ទាមទារអាហារអីដូចមាន់ដូចជ្រូកអីទេបាទអញ្ចឹងវាស៊ីតែស្មៅហើយនឹងស៊ីស្លឹកចេកបាទអញ្ចឹងគឺវាមិនខុសពីគោអញ្ចឹងណាបងប្អូនបាទប៉ុន្តែគោគឺវាត្រូវការទឹកប៉ុន្តែប្រភេទកណ្ដូបនេះវិញបាទគឺមិនត្រូវការទឹកទេបាទហើយខែដែលវាចូលចិត្តជាងគេគឺរដូវក្តៅបាទបើសិនជារដូវភ្លៀងក៏វាមានបញ្ហាដែរបាទមានបញ្ហាមានអីដែរប៉ុន្តែបើសិនជារដូវក្តៅបែបនេះបងប្អូនបាទគឺល្អមែនទែនបាទគឺវាអត់មានបញ្ហាអីទេបាទគឺវារស់ល្អណាបាទហើយចិញ្ចឹមក៏មានតម្លៃដែរបាទហើយទីផ្សារបច្ចុប្បន្ននេះបាទកណ្ដូបបាទកណ្ដូបបំពងបាទគឺមានតម្លៃបងប្អូនបាទគឺឆ្ងាញ់ណាបងប្អូនបាទហើយជាពិសេសគឺយើងចិញ្ចឹមបានខ្លួនឯងបែបនេះហើយយើងទៅបំពងស្រស់បងប្អូនអើយបាទគឺ the best តែម្ដងណាបាទគឺឆ្ងាញ់មែនទែនបាទអញ្ចឹងបងប្អូនឃើញហើយបាទក្នុងមុងនេះមកមុងបាទគឺមិនតិចកដោបទេបាទអាចបាន4-10 គីឡូដែរអញ្ចឹងណាបងប្អូនបាទហើយយើងចំណាយតែម្ដងទេបាទការចិញ្ចឹមកដោបយើងចំណាយតែទិញពងម្ដងទេហើយយើងរៀបស្បៃមុងប៉ុណ្ណឹងគឺវាមិនអស់ប្រមាណទេបាទដើមទុននៃការចិញ្ចឹមគឺអស់តិចបងប្អូនបាទអស់តិចទេបាទហើយនៅពេលដែលយើងប្រមូលផលគឺវាបានយូរបាទនៅក្នុងវីដេអូនេះអញ្ចឹងបាទកន្លែងខ្ញុំថតនេះបាទគឺកូនកដោបតូចបាទដែលទៅតែវាញាស់មកបានប្រហែលជាកន្លះខែមួយខែអញ្ចឹងណាបាទអញ្ចឹងវារៀងត្រេះខ្លះហើយប៉ុន្តែគាត់ថាវាមិនទាន់ដល់អាយុចាប់លក់ទេបាទហើយវាចិញ្ចឹមនេះគឺយើងឲ្យស៊ីទៅស្មៅហើយយើងបាញ់ទឹកបាទយើងបាញ់ទឹកសើមលើស្មៅទៅបាទគឺរួចជាការស្រេចបាទមិនបាច់ចាំត្រូវការដាក់ទឹកដាក់អីឲ្យផឹកទេបាទអញ្ចឹងគឺមើលទៅគឺស្រួលមែនទែនបងប្អូនបាទហើយមកមុងនេះបាទបើសិនជាតាមសួរគាត់ទៅអាចបាន10 គីឡូជាងបាទហើយក្នុង1 គីឡូរាល់ថ្ងៃនេះវាធ្លាក់តម្លៃហើយបាទពីមុនបានថ្លៃបងប្អូនបាទពីមុនបានប្រហែលជា25,000ទៅ30,000 1 គីឡូណាបាទប៉ុន្តែឥឡូវនេះគឺអ្នកចិញ្ចឹមច្រើនបាទអញ្ចឹងទៅវាចុះមកសល់14,000បាទ14,000 15,000បាទហើយតម្លៃប៉ុណ្ណាខ្ញុំគិតថាវាល្អដែរបាទវាមិនជាថោកប្រហែលទេបាទបើយើងគិតទៅវាប្រហាក់ប្រហែលទៅនឹងការចិញ្ចឹមមាន់ដែរហ្នឹងបងប្អូនបាទប៉ុន្តែមាន់យើងចិញ្ចឹមហើយយើងត្រូវការឲ្យចំណីឲ្យអីហ្នឹងណាបាទអញ្ចឹងវាអាចចុះថ្លៃដើមជាងហើយអាសត្វកដោបនេះគឺយើងមិនបាច់ចាំចំណាយដើមទុនអីច្រើនហើយក៏មិនចំណាយលើចំណីបាទអញ្ចឹងខ្ញុំគិតថាវាចំណេញគួរសមដែរបាទវាស៊ីតែស្មៅទេបាទអញ្ចឹងយើងមានតែចំការស្មៅមួយទៅបាទយើងដាំស្មៅដាំអីទៅហើយយើងមានចការចេកអីទៅបាទគឺកាប់ស្លឹកចេកកាត់អីហ្នឹងបាទគឺវាស៊ីតែប្រភេទហ្នឹងឯងបាទហើយធានាថារសជាតិគឺពិតជាពិសេសបាទដោយសារវាជាលក្ខណៈថាធម្មជាតិ 100% បងប្អូនបាទគឺវាអត់មានត្រូវការចំណីអីលាយទេបាទអញ្ចឹងគឺវាធម្មជាតិ 100% ហើយវាស៊ីតែស្មៅទេបាទអញ្ចឹងឲ្យជារសវាពិតជាឆ្ងាញ់បងប្អូនបាទឆ្ងាញ់មែនទែនបាទហើយកដោបនេះបាទគឺបងប្អូនណាខ្លះដែលចូលចិត្តបាទសូមខមមិនប្រាប់ក្នុងវីដេអូនេះផងបាទប៉ុន្តែសម្រាប់ខ្ញុំបាទគឺខ្ញុំចូលចិត្តមែនទែនបាទនៅពេលដែលយើងបំពងវាហើយបើសិនជាយើងឧស្សាហ៍បាទក៏យើងកាត់ស្លាបវាចេញណាបាទហើយបំពងទៅគឺពិតជារសជាតិអេមមែនទែនបាទអញ្ចឹងក្នុងកន្លែងរោងដែលខ្ញុំកំពុងថតនេះបាទគឺកដោបវាបានចំណេញ2បាទយើងអាចលក់ពងក៏បានយើងអាចលក់សាច់ក៏បានបងប្អូនហើយជាពិសេសមួយទៀតនោះគឺអាចវាបាទអាចកដោបហ្នឹងបាទគឺអាចវាច្រើនមែនទែនបាទដោយសារវាស៊ីច្រើនគួរសមដែរបាទវាស៊ីស្មៅមែនប៉ុន្តែវាស៊ីច្រើនស៊ីមួយថ្ងៃវាស់រងាចបាទអញ្ចឹងនៅពេលដែលវាចាប់គូគ្នាបែបនេះគឺគេយកពងវាទៅលក់មួយតង់បាទពងវាបានតម្លៃមួយតង់ហើយយើងលក់សាច់មួយតង់ហើយអាចវាដែលវាធ្លាក់ទៅក្រោមហ្នឹងក៏យើងអាចយកធ្វើជីបានដែរបាទគឺវាចេញមកពីស្មៅហ្នឹងឯងបាទអញ្ចឹងវាមានប្រយោជន៍គួរសមដែរបាទអញ្ចឹងបានថាបាទការចិញ្ចឹមសត្វអីក៏ដោយឲ្យតែយើងជំនាញឲ្យតែយើងតស៊ូប្រកាសជាយើងបានផលបាទហើយបងស្រីខ្ញុំចិញ្ចឹមនេះគឺគាត់ចិញ្ចឹមយូរដែរបងប្អូនបាទ2-3 ឆ្នាំហើយបាទអញ្ចឹង
បទពិសោធន៍នៃការចិញ្ចឹមគាត់គឺវាថាបបោដែរណាបងប្អូនបាទបបោហើយបាទអញ្ចឹងបើសិនជាបងប្អូនណាចំណាប់អារម្មណ៍នៃការចិញ្ចឹមកដោបងប្អូនអាចខមមិនសាកសួរបានហើយចង់ទិញពងទិញអីក៏បានដែរបាទគឺយើងអាចមានលក់ណាបងប្អូនបាទពងកដោពងអីក៏យើងមានលក់ដែរដោយសារគាត់ចិញ្ចឹមនេះគឺយើងចិញ្ចឹមដើម្បីលក់ហ្នឹងឯងបាទអញ្ចឹងមានពងមានអីលក់ហើយតម្លៃទីផ្សារគឺឥឡូវគឺថោកជាងមុនហើយបាទពីមុនគឺថ្លៃណាបាទ1គីឡូ$100អីនោះពងកដោបណាបាទប៉ុន្តែឥឡូវនេះគឺមិនដល់ទេបាទគឺចុះហើយបាទអញ្ចឹងបើសិនជាចង់ចាំអីអាចខមមិនសាកសួរបានក្នុងវីដេអូរបស់ខ្ញុំបងប្អូនបាទអញ្ចឹងវីដេអូនេះគឺដូចជាមិនមានអីវែងឆ្ងាយទេបាទហើយក៏ខ្ញុំមិនបានបញ្យល់អ្វីដែលជាលម្អិតអីដែរបងប្អូនបាទគ្រាន់តែខ្ញុំសាកសួរពីគាត់បន្តទៅក៏យើងយកមកសម្រាយក្នុងនេះឲ្យបងប្អូនបានដឹងបាទពីការចិញ្ចឹមកដោត្រួសបាទប៉ុន្តែអ្វីដែលលម្អិតបាទគឺយើងអាចនឹងពិភាក្សានិយាយគ្នាតាមក្រោយបងប្អូនបាទអញ្ចឹងវីដេអូនេះគឺជាការផ្សព្វផ្សាយហើយក៏ជាការបង្ហាញបងប្អូនឲ្យបានដឹងបាទពីមុខរបរចិញ្ចឹមកដោបាទមើលទៅគឺវាទំនងដែរបាទហើយទីធ្លានៃការចិញ្ចឹមគឺត្រូវការតែដីទូចមួយក៏យើងអាចចិញ្ចឹមបានដែរបាទហើយយើងចំណាយតែស្បៃមុងប៉ុណ្ណឹងគឺយើងអាចចិញ្ចឹមបានច្រើនដងបងប្អូនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងអរគុណច្រើនបាទសូមជម្រាបបាទបាយបាយ